បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំសូមបង្ហាញពី tool នៅក្នុង Sketch មួយបាទមានឈ្មោះថា Derive Sketch បាទនេះយើងអាចមើលវានៅកន្លែង Insert បាទហើយចុះមកក្រោមយើងឃើញ tool Derive Sketch ហ្នឹងបាទយើងចង់បាន sketch ដោយមិនចាំបាច់ sketch មានថាយើងចម្លងចេញពី sketch មួយទៀតដែលមានស្រាប់បាទអូខេឥឡូវវាអត់ active ទេបាទខ្ញុំសូមបង្ហាញបាទឧទាហរណ៍ថាខ្ញុំចង់ធ្វើ feature revolve បាទពណ៌បៃតងនេះបាទឲ្យមានរាងដូចគ្នាជាមួយនឹង revolve ពណ៌ផ្កាឈូកប៉ុន្តែខ្ញុំអត់ចង់ sketch ឡើងវិញទេពីព្រោះ sketch ឡើងវិញវានឹង CPU ណាបាទចឹងដើម្បីបង្ហាញឲ្យយល់កាន់តែច្បាស់ខ្ញុំសូមបិទឲ្យ revolve 2បាទដោយ roll up ហើយបិទ plane 1នេះបាទហើយខ្ញុំ expand បាទ revolve ដើម្បីបង្ហាញអំពី sketch ទី1បាទអូខេចឹងបើសិនជាយើងមើល sketch ទី1យើងឃើញរូបវាបាទមានបន្ទាត់ត្រង់ផងកម្មកំណងផងធ្នូផងណាបាទហើយមានឆ្លោះគ្នាទៀតចឹងយើងអត់ចង់បង្កើតវាឡើងវិញទេបាទយើងចង់ចម្លងវាយកទៅដាក់ប្លង់មួយទៀតហើយប្លង់ហ្នឹងឧទាហរណ៍ថាគឺជាប្លង់ពុះចំពាក់កណ្ដាលsketch មួយនេះបើយើងមើលចម្ងាយបាទគឺវាស្មើនឹង 1.250 inch ណាបាទចឹងយើងត្រូវការបង្កើតប្លង់មួយសិនដើម្បីយើងយក sketch របស់យើងទៅដាក់លើប្លង់ហ្នឹងណាឥឡូវនេះខ្ញុំចេញពី sketch បាទរួចហើយបាទខ្ញុំចូលបាទ control 7បន្តិចដើម្បីមើល 3D បាទខ្ញុំចង់បង្កើតប្លង់ថ្មីមួយបាទនៅចំពាក់កណ្ដាលនេះណាបាទកាត់ពាក់កណ្ដាលចឹងខ្ញុំចូលទៅ reference geometry យក plane បាទហើយខ្ញុំចង់បង្កើតប្លង់ហ្នឹងគឺស្របជាមួយនឹងប្លង់ right plane បាទយើងរើសយក right plane ប៉ុន្តែយើងអត់ចង់យក right plane ហ្នឹងមកប្រើតែយើងចង់ឲ្យមាន plane ថ្មីមួយនៅចំពាក់កណ្ដាលនេះដើម្បីយក sketch ចម្លងយកមកដាក់ណាបាទយើងចាំចម្ងាយរបស់ប្លង់បាទ 1.250 នៅចំពាក់កណ្ដាលអូខេបាទចឹងបើយើងសាកមើលយើងនឹងឃើញបាទថាយើងមានប្លង់ថ្មីមួយនៅចំពាក់កណ្ដាលណាបាទហើយវាដាក់ប្លង់លេខ2បាទដោយសារប្លង់លេខ1ធ្លាប់បានបង្កើតពីមុនអញ្ចឹងខ្ញុំចង់យក sketch ទី1មកចម្លងចូលលើប្លង់ទី2 plan 2បាទវាខ្ញុំចុចប្លង់បាទ control ហើយខ្ញុំ select sketch បន្តមកទៀតខ្ញុំចូល insert បាទរួចហើយបាទមក roll to derive sketch ណាពេលនេះវា active ដោយសារយើង select ប្លង់ផង select sketch ផងចឹងយើងចុចយក derive sketch យើងឃើញទេបាទចម្លងមកបានភ្លាមភ្លឹបពិតជាអស្ចារ្យយើងអត់ចាំបាច់គូឡើងវិញទេ